ជំរាបសួរស្ដីបងប្អូនទាំងគ្នាគឺជាវីដេអូពេញនៅកំពង់សោមសកម្មភាពទាំងអស់នៅថ្ងៃដែលខ្ញុំទៅមួយបងអូលីវ៉ាជួយនឹងបងម៉ាម៉ាក់កូនសុទ្ធជាច្រើនអ្នកទៀតចូលមកចែកអំណោយជូនកូនក្មេងមានការច្រៀងលេងកម្សាន្តរួមជុំគ្នាហើយវីដេអូនេះមានតាំងពីតារាកសារបស់ខ្ញុំមកពេញមួយថ្ងៃនៅកំពង់សោមតែម្ដងតោះទៅតាមដានដល់គ្នាថានៅកំពង់សោមចាប់កម្មវិធីហើយខ្ញុំបានទៅដើរលេងណាខ្លះណាខ្លះចាំភ្លេចតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាហើយសម្រាប់ខ្ញុំស្អកទៀតបងប្អូនណាឲ្យតែបានថាសប្បាយគឺថាហូចហូឡើងគឺថាស្អកកយចាប់ផ្ដើមពីថ្ងៃទី8ខែ11គឺថាពេលថ្ងៃគឺតាមប្រម៉ៅគាត់ប្រពួរខ្ញុំទៅសាអូសែព្រោះគាត់ចូលរួមទិញសភៅទិញប៊ិចជាមួយនឹងបងអូលីវ៉ាដែរហើយសម្រាប់ខ្ញុំក៏ចូលរួមជាមួយបងអូលីវ៉ាតិចតួចដែរសម្រាប់កម្មវិធីចែកជូនអំណោយក្មេងៗហ្នឹងណាចានិយាយទៅចូលបាយចំនួន20ប្រអប់100000ហើយសភៅ100ក្បាលចាបន្ទាត់100ប៊ិច100ដើមនិយាយទៅជូនបងឲ្យបងមានសុខភាពល្អជោគជ័យរកស៊ីមានបាននិយាយទៅមានប្រាជ្ញាវិវ័យនិយាយទៅជួយទៅគឺមានប្រាជ្ញាវិវ័យមកហើយនេះក៏ខ្ញុំចូលcùngបងហើយនឹងមិត្តភក្តិខ្ញុំ2នាក់ហ្នឹងហើយឲ្យមានស្នេហ៍ប្រញាប់ពេញមកជីវិតអរគុណហើយនេះគឺជាការ design ម៉ូដរ៉ូបរបស់បងអូលីវ៉ាសម្រាប់ model របស់យើងដែលច្នៃចេញពី plastic ជារបស់ប្រើប្រាស់ដែលយើងប្រើរាល់ថ្ងៃបោះចោលហ្នឹងក៏យកមកច្នៃវិញដូចជាដបទឹកសុទ្ធថង់ plastic និយាយថាបងប្អូនណានេះវិញគឺជាគូតដបទឹកសុទ្ធរបស់យើងហ្នឹងក៏កាត់ចេញមកក៏កាត់ចេញជាផ្កាដើម្បីយកមកបិទនៅលើរ៉ូបហើយបាទពណ៌តកូលនេះវិញគឺជាសយោហើយបាទកញ្ចុំផ្កាពណ៌លឿងនេះវិញបងប្អូនមើលទៅប្រកាសជាទីអត់ត្រូវទេថាអីគេនិយាយទៅខ្ញុំសួរគាត់ខ្ញុំឆ្ងល់បងលឿងអីគេគាត់ថាហ្នឹងគឺជាដបសាប៊ូសាន់ឡៃយើងយកមកកាត់មកហើយយើងយកមកផ្គុំចេញជាផ្កាអូយស្អាតណាស់បងប្អូនហើយបាទរ៉ូបដែលវិញឡូនេះបងប្អូនហ្នឹងធ្វើជាងពីថង់ហើយនឹងខ្សែចងរបស់យើងណាឥឡូវយើងកាត់មកដល់យប់ថ្ងៃទី9បងប្អូននេះគឺខ្ញុំបានចូលរួមជាមួយនឹងក្មួយជាមួយនឹងបងផល្លាអីហ្នឹងចូលរួមកាត់សយោនេះដើម្បីឲ្យបងអូលីវ៉ាគាត់ងាយស្រួល design រូបលឿនអញ្ចឹងព្រោះដោយសារតារូប model របស់យើងគឺច្រើនមែនតើ20រូបជាងបងអូលីវ៉ាធ្វើដល់ដាច់យប់ហ៎ថតមុខ sister ផងថតជាប់ខ្លាំងគេsister 2នាក់អូយទៅទៅមកទៅកាត់សយោថាងាយស្រួលមិនងាយស្រួលបងប្អូនឈុតមកស្រួលគឺថាចាំដៃតែម្ដងហើយនេះអ្នកគ្រូចេងក៏កាត់សយោម្នាក់ឯងហ្នឹងដែរហើយដល់ពេលងាកមកខាងនេះវិញក្រុមភីណាត់គេកំពុងរៀបចំកាដូដាក់ឲ្យក្មេងៗមានដូចជាសភៅមានប៊ិចមានអីចឹងយើងរៀបពីយប់មកហើយងាកមកមើលរូបរបស់អូលីវ៉ាកំពុងតែឆ្នៃវិញបងប្អូនអាចសម័យឃើញដល់ឯគេបើខ្ញុំមើលឃើញដល់ជាលីហ្វីដែលនៅក្នុងសមុទ្រពពុះហ្នឹងហ៎ហើយបាទនេះវិញគឺកំពុងវិយាយើងដើររើពីក្រោមមកដើម្បីយើងយកមកកាត់យកមកបិទនៅលើរូបហើយអ្នកគ្នាកាត់ប្រយ័ត្នណាបើកាត់មិនស្រួលអាចមុតដៃទៀតមុតដៃយូយមុតដៃយូយនេះដល់ពេលរូបឲ្យវាម្ដងបងប្អូននេះគឺឆ្នៃចេញពីអសូរផ្លែប៉ោមសូរផ្លែឈើយើងហ៎ក៏យកមកបិទចេញជាឆ្នៃជារូបអូនេះសូមដាក់ផ្លែឈើយើងតាមបងណាហ្នឹងហើយសូមផ្លែឈើប៉ោមហ៎នឹកពីអូស្របប៉ោមសំសេរីហ៎ចុះនេះដាក់អញ្ចឹងហ្មងអូនហើយនេះ design បិទ sticker មែនអីចាអូយផាត់មក sticker ម៉ាក់លីអ៊ីងក៏គាត់មកជួយដែរគាត់នាំកូនចៅគាត់មកជួយកាត់សយោមកជួយអីចឹងព្រោះដោយសារតែយប់បងប្អូនមកជិត11យប់ហើយពួកខ្ញុំម៉ោង11ជាងយប់ខ្ញុំមកផ្ទះតែបងអូលីវ៉ាគាត់នៅបន្តធ្វើទៀតរហូតដល់ទល់ភ្លឺជាមួយក្រុមការងារនេះយើងរៀបចំកាដូរបស់ក្មេងៗដាក់នៅក្នុងកែហើយនៅក្នុងថង់ហ្នឹងគឺម្នាក់មួយថង់ហ្នឹងគឺមានសភៅ2ក្បាលមាន3 2ដើមមានបន្ទាត់មានអីចឹងមានមីទៀតហើយមាននំទៀតបងប្អូនហើយនេះកំពើខ្ញុំអូយគាត់នាំគ្នាផាត់មុខលេងទេហើយដល់ពេលផាត់មុខហើយទៅគាត់ដើរពាក់កៅអៅលោដើរហើយគាត់ដូរកៅអៅហើយគាត់មកជួយរៀបចំកាដូឲ្យទៀតហើយសំខាន់ណាស់ចេះណាស់បងប្អូនអើយចំណាប់ណាស់មិនប្រាប់ទេយើងរៀបចំដាក់កេះអីចឹងហើយបិទស្កុតអីហើយចឹងទៅស្រួលដល់ពេលដែលយើងជុំគ្នាថ្ងៃទីល្ងាចថ្ងៃទី10ហ្នឹងយើងរៀបចំដាក់គូតឡារៀងខ្លួនហើយយើងចេញមកកំពង់សោមទាំងអស់គ្នាឥឡូវកាប់មកដល់ពេលល្ងាចថ្ងៃទី10ឲ្យបងប្អូននេះខ្ញុំកំពុងរៀបចំម៉ាក់កាយធ្វើដូចខ្លួនឯងហ្នឹងអ្នក make up ចឹងណាតែពិតយើងរៀបចំម៉ាក់កាយនេះទៅដើម្បីយកទុកឲ្យ make up ឲ្យកូនម៉ាដេទូចរបស់យើងខ្ញុំដាក់អីខ្លះបងប្អូនដំបូងដាក់កាបូបទូចទេដល់មើលទៅដាក់អស់ទេដូរដាក់វលីនេះវិញប្រដាប់រួចសម្រាប់ផាត់មុខហ្នឹងណាធ្វើដូចឯងអ្នកដើរ make up
អ្នកជំនាញ make up អីចឹងបងប្អូនសិតមានធំមានអីនេះហើយនេះរៀបចំមានតែប៉ុណ្្នឹងទេអ្នក make up ខ្ញុំបងប្អូនមកទៅការ make up ហៅខ្ញុំហងរៀបប្រព័ន្ធឡើងឡានណាកូនបើខ្ញុំគេយកខ្នើយគេយកស្អីទៅខ្លះទេតុក្កតាគេក៏ទុកដេកអោបហើយក្នុងកាបូបគេហ្នឹងក៏មានតុក្កតាដែរតុក្កតាពណ៌កាឈូកហើយជិតដូចឲ្យវាពាក់នេះបងប្អូនគឺមានមកគូម៉ាក់កូនហ្មងតែទៅដល់នៅយប់ពេកខ្ញុំបានថតទេបងប្អូនរៀបចំឲ្យបានហើយគេថានេះពូម៉ៅម្ដងហ្មងកូនបើគេចេញមកទទួលពូម៉ៅគេលោកអើយចេះណាស់គេនឹកពូម៉ៅគេអោបអីណានេះគេថាអូននឹកពូម៉ៅណាយើងរៀបប្រហែលដាក់ឡានហើយឥឡូវយើងមកម្ដងកន្លែងបោកអូលីវ៉ាប៉ុន្តែគាត់ថាគាត់ design រោបអត់ទាន់ហើយទេយើងខ្ញុំមួយម៉ាក់លីអ៊ីជាមួយប្រុសម៉ាក់អីចេញនាំគ្នាដើមរកអីញ៉ាំសិនដើម្បីធ្លាប់ពោះសិនហ៎ព្រោះឡើងលើផ្លូវលបៀនលឿនគឺពិបាករកអីញ៉ាំណាស់ចឹងយើងញ៉ាំឲ្យឆ្អែតសិនហ្មងតែនេះខ្ញុំញ៉ាំខ្ញុំទុកជាមួយនឹងសាច់គោអាំងលឿនណាស់បងប្អូនគាត់តែញ៉ាំហើយគឺជិះមកដល់កំពង់សោមតែម្ដងនេះមកដល់កំពង់សោមដូចជាម៉ោង8កន្លះយប់ពេល9យប់ហ្នឹងខ្ញុំភ្លេចបាត់ហើយបងប្អូនហើយព្រោះអីយើងចេញពីនោះមកម៉ោងស្ទះផ្លូវហោងមកឡើងលើផ្លូវលបឿនលឿនគឺម៉ោង7យប់ហើយឥឡូវខ្ញុំមកដល់អូតែលហើយគឺយើងចាប់ផ្ដើមចោលចូលទៅក្នុងហើយនៅនេះថ្ងៃហ្នឹងមិនដឹងធ្វើម៉េចទេវាមនុស្សច្រើនមែនតើហ្មងណាអញ្ចឹងខ្ញុំយកបន្ទប់មួយហ្នឹងនៅសល់តែបន្ទប់មួយឯងក្រេ3អញ្ចឹងយើងគេជុំគ្នាហ្មងទៅបានអញ្ចឹងនិយាយថាកុំពើសុបាយណាស់បងប្អូនឯងគេងជុំគ្នាមិនបានគេងទេមក2ភ្លឺមិនបានគេងនេះហើយខ្ញុំនេះអូវលីផងមានអាវលងីហងមានអីហងយើងរើអាមកដល់កតុបហើយគឺយើងចែកក្រែនេះគេញ៉ៃក្រែធំមួយនេះគឺរបស់គ្រូសាម៉ាក់លីអេងហើយទុយពីរនេះគុំគ្នាទៅសម្រាប់គ្រូសាខ្ញុំហើយប្រុសម៉ៅយើងដេកនៅសាឡុងបងប្អូនសាឡុងមកជួននេះគឺរបស់គាត់បន្ទាប់ពីយើងយកអាវណាកតុបដល់អីហើយគឺថាយើងចេញមករកអីញ៉ាំសិនបងប្អូននេះមឹកអាំងទាំងពេលយប់យើងថាអូយមកកំពង់សោមកុំឲ្យខានមឹកអាំងជាមួយទឹកត្រីបុកនេះគឺថាជាតិតែម្ដងអាំងក្តៅថ្មីយើងណាអូឆ្ងាញ់ណាស់បងប្អូនហើយមឹកអីសពងធំល្អមែនតែនហើយមួយរបស់ខ្ញុំគឺនៅចិត្តកតុបទឹកទី2នៅកតុបទឹក2ខាងណោគាត់នៅហ្នឹងហើយបងប្អូនចង់ញ៉ាំមកញ៉ាំកន្លែងគាត់មកមឹកគាត់ស្រស់ល្អហើយពីរអ្នកនេះឡើងពិភាក្សាគ្នារឿងអីខ្ញុំអត់ខ្វល់ទេសំខាន់អ៊ីធីដាឃ្លៀនហើយគេថាញ៉ាំហើយនេះបងប្អូនមឹកពីងពីងមឹកកំពុងគេថាឡើងស្រស់ល្អមែនតែនហ្មងណាហើយបើនេះមានទ្របអាំងជាមួយទឹកត្រីបុករបស់យើងបងប្អូនរយលើខ្ទឹមមកឆ្ងាញ់មួយយ៉ាងដែរតើរសជាតិឆ្ងាញ់ប្លែកញ៉ាំអីហើយគឺថាប្រុសម៉ៅគេដើរធ្វើសេតនៅមាត់សមុទ្រណាដើរយកវិជើងយកអីណានេះបន្ទាប់ពីនឹងមកហើយមកដល់អូតែបងប្អូនអត់ទាន់គេងទៀតដែរកូនណាគឺឃើញអាំងហើយទឹកក៏លេងអាំងហើយទឹកទាំងយប់មកពី10យប់អីចឹងហ្មងព្រោះនៅសមុទ្រយប់យើងឲ្យហ៊ានឲ្យគាត់លេងទឹកទេចឹងគាត់បានមកលេងទឹកណាលេងអូតែទៅបន្ទាប់ពីលេងទឹកហើយហ្នឹងគេពីអ្នកពូម៉ៅគេនឹងវាទឹកកក់សក់ណាពូម៉ៅគេផ្លុំសក់ឲ្យចឹងទៅបន្ទាប់ពីហែទឹកអស់កម្លាំងហើយហ្នឹងគឺថាកុំពើគេនៅភាសាគ្នាជាមួយមីឆាមកប្រអប់កដាក់កាត់យប់ចឹងហ្មងបងប្អូនមកមួយយប់ហើយចាញ៉ាំមីឆាបដាភាសាគ្នាបដាអត់ទាន់គេងទេឥឡូវដល់វគ្គ skin care សិនចាយលីអ៊ីងគេបិទម៉ាស់ឲ្យកុំពើគេថាបិទម៉ាស់ចឹងទៅប្រមាណទៅផាត់មុខទៅស្អាតហើយខ្ញុំនេះក៏បិទឲ្យលីអ៊ីងដែរទៅវគ្គនេះមិនទាន់បានដេកតែបានជុំគ្នាជាហើយនឹងគឺថាទាំងម៉ោងម៉ានគេបងប្អូនម៉ោង2យប់បានគេបិទម៉ាស់ឲ្យថាបានគេមានណាពូម៉ៅឡើយមកញាស់លេងក្មួយទៀតលោកស្រស់ពិតហ្មងខ្មោចណាពេលងាកមកឃើញអូនឃើញផ្លែជើងហត់ដល់ហើយកន្លែងដេកនៅសាឡុងនោះហ្នឹងណាអើមកធ្វើមកលុបលួចចាក់ទឹកចិត្តប្រទេសខ្ញុំណាអីលោកផឹកលឿនណាទៅគេកន្លែងយើងឲ្យឆាប់អីមកក៏ពិតដេកកោប៉ាម្លងឲ្យផ្អែមខ្លាំងដល់ឲ្យបានដេកមក2ហើយហ្នឹងផ្អែមប៉ុណ្្នឹងហើយហេចាបងប្អូនគេមក2ងើបមក4កន្លះនេះពេលព្រឹកមក4កន្លះគឺថាយើងងើបពីព្រឹកដើម្បីទៅផាត់មុខចាពេលមុននេះពេលព្រឹកមើលកំពង់សោមក4កន្លះយល់ថាអូយបងប្អូនហើយបើកភ្នែកឲ្យរួចសោះខ្ញុំមកដល់ភ្លាមគឺថាខ្ញុំជួយផាត់មុខផាត់អីភីណាត់ព្រោះដែលថាភីណាត់ជាមួយរិទ្ធហ្នឹងគាត់តែ2នាក់អញ្ចឹងខ្ញុំតនេដែរខ្ញុំជួយទៅពួកអេមកុំមកដេយើងច្រើនណាស់20នាក់ជាងអញ្ចឹងខ្ញុំជួយតបម្សៅតបអីខ្លះចឹងទៅហើយនៅសល់ប៉ុន្មានអីប៉ុន្មានភីណាត់គាត់អ្នកកែតាមក្រោយទៀតចឹងណាព្រោះខ្ញុំអត់សូវចេះបាយផាត់បាយ fashion ទេចេះផាត់តិចហើយនេះពេលព្រឹកឡើងគឺថាម៉ាក់គឹមជូនិងប៉ាគឹមជូយកបាយយកមកបន្ទាប់ពីផាត់មុខហើយហ្នឹងពាក់ផ្លាកៅអៅហើយយើងនាំគ្នានេះម៉ាក់លីអ៊ីងដាក់មកប៉ុស2ប៉ុសយើងតេស្តកាមេរ៉ាមើលចឹងណាហើយនេះប៉ុសមកយើងគេឆ្លងខ្នល់ទៅយកយួរទឹកសុទ្ធមកពួកឯកសារទឹកសុទ្ធនេះដាក់នៅគូតឡាម៉ាក់លីអ៊ីងហើយពេលជិះមកទៅវាភ្លៀងមកវាទឹកគេអស់ហើយមកដល់វគ្គនេះគឺខ្ញុំអង្គុយទៅនេះអបសុកពេកក៏អង្គុយ live លេងជាមួយបងប្អូនអរគុណបងប្អូនគ្នាសម្រាប់ការចូលមើល live ខ្ញុំជួយ like chia share បងប្អូនណាកូនក្មេងៗគាត់មកហើយចឹងខ្ញុំនាំនេះចែកបាយពេលព្រឹកឲ្យគាត់ហើយអត់បានចែកអាវទេនៅពេលថ្ងៃពេលយើងចែកអាវជូនគាត់ពាក់ចឹងណាហើយយើងរៀបចំកម្មវិធីលេងកម្សាន្តចឹងទៅដល់វគ្គនេះបងប្អូនណាគឺសប្បាយមែនតើវគ្គហ្នឹងគឺបងអូលីវ៉ាប្រកាសថាអ្នកណាគេរើសសម្រាមតាមមកឆ្នេរបានច្រើនជាងគេគាត់មានជារង្វាន់ឲ្យអញ្ចឹងលើកទឹកចិត្តអីចឹងណាពេលហ្នឹងគឺថាកូនបើខ្ញុំរត់ដល់កបងប្អូនចឹងកូនបើខ្ញុំណាទីទៅរើសនៅបាតសមុទ្រទៅម៉ាលីអ៊ីងឯវានឹងលីហៀងចាប់ដៃគោមួយគ្នាគេថាអូចាប់ដៃគោមួយលីហៀងណាឯវាណៃឥឡូវដល់មកលីហៀងឯវាហ្នឹងអូយចាប់ដៃគោមួយគ្នា
Con bao sơ sơ, lý hen sơ sơ, con bao sơ sơ, con bao à? Con bao. Ý, trong lượng ăn năng tiền. Này, tích chỉ để làm dột bò cái đặt thang á. Ai biết nè, tích cô chỉ làm dột bò cái đặt thang à. Nó tất cả nó lý hen mà men. Ai biết rồi, bọc ổ này hot đó là có tam cầm pơ nó. Nó. Ai biết mà tép em có bán này ở một tiền. Mày ơi, mày có bán mán, có rơ bán mán. Mày chưa? Mày lên gì vậy? Lên tích rồi. Ôi, mình ấy tê. Su. Ban chó này, làm ra hồn nồng mai. Cái mở ôn pi nè nè. Nào. Ra đây mua, là chia cho nha. Nè tin quay tối khăn rồi được không? Quay nha. Ramero chân từ liên này liên nâng sập bù Bạn có ban mà này. ta từ liên từ một đè lên nè vâng từ con râu này quay liên này thì បន្ទាប់ពីយើងរកអ្នកឈ្នះឃើញហើយបងអូលីវ៉ាប្រកួតរង្វាន់ជូនគាត់ហើយឥឡូវហ្នឹងគាត់ឲ្យក្មេងៗទៅលាងដៃសិនដើម្បីមកញ៉ាំនំគុកគីជុំគ្នានេះដល់វគ្គចែកនំគុកគីណាបងប្អូន តាកូនយើងញ៉ាំនំគុកគីជុំគ្នាអូខេតំណាងឲ្យក្តីស្រឡាញ់រួមគ្នាអូខេ ញ៉ាំនំហើយនឹងគឺដល់វគ្គច្រៀងរាំកំសាន្តជុំគ្នាតែម្ដងនេះអ្នកគ្រូជេងក៏អ្នកជ្រាបប៉ុន្តែគាត់ថាខ្ញុំអត់អាចដាក់កលេងស៊ីនៅបានទេបងប្អូនខ្ញុំខ្លាចជាប់ copyright នេះយើងរាប់លេងកំសាន្តជុំគ្នាសប្បាយយើងទៅអ្នកគ្រូជេងជ្រៀងចាប់ដើម Peanut ជាម្ដង Peanut គេជ្រៀងបទខ្មែរផងបើអង់គ្លេសហ្នឹងគេជ្រៀងវិបទព្រោះណាបងប្អូនហើយប៉ុន្តែគាត់ថាខ្ញុំអត់អាចដាក់ជាសលេងស៊ីនទៅបានដោយសារខ្លាចជាប់ copyright កម្មវិធីជ្រៀងលេងកំសាន្តចាប់ដល់វគ្គចែកជូនកាដូឲ្យគាត់ម្ដងនេះបងប្អូនហើយគឺខ្ញុំសប្បាយចិត្តមែនទែនដែលបានចូលរួមជាមួយបងអូលីវ៉ាថ្ងៃហ្នឹងជាមួយនឹងបងទាំងអស់គ្នា Mày biết tới tiếng ba từ đồ ảo. Cảm ơn thi trong khối nó cứ cảm ơn thi đa số được bao một đe tôi bao giờ này bọn bố na cứ thang trên bao chút mình tên á hay nào cái này đừng nghĩ đa số nó cứ cắt ngày mà tay một đe bao giờ cứ thang to su khang mình tên mình thầm ta một đe là chiên thọ có quạt to su đại grab phong luôn phong nó còng cả đá ngày ao tại bao ruột thọ bao một đe dừng sạch hay có bao nhiêu bọn ôn một quạt đa có thơm sầm rùa rام xem vụ ấy mình được chọn mình tên quạt sầm rùa rام có ai pay mũi mà phe quạt sân nèនេះបងអូលីវ៉ាគាត់ប្រាប់ពីរបៀបដើរប្រាប់ទៅមកដែរបើយើងត្រូវដើរពីកន្លែងណាទៅកន្លែងណាចូលទៅកន្លែងណាវិញគាត់នាំកូននឹងដើរឲ្យដឹងសំតង់ហើយមកគាត់ឲ្យកូនយើងដើរតែម្ដងហើយបងប្អូនទស្សនាទាំងអស់គ្នាតាមកដែរបើយើងមួយសមត្ថភាពគាត់ប៉ុណ្ណាគឺទូជើងម៉ែបងប្អូនណាសមត្ថភាពគឺញាក់តែម្ដងស្រាប់នោះគឺថាយើងមកជុំគ្នាដើម្បីថតរូបទុកជាអនុស្សាវរីយ៍សំខាន់កន្លែងនេះវិញគឺបងអូលីវ៉ាឲ្យគាត់ថតរូបម្នាក់ម្ដងបែប fashion នៅកណ្ដាលមាត់សមុទ្រចឹងណាហើយបងប្អូនគ្នាឃើញគឺកណ្ដាលថ្ងៃចាស់ហ្មងប៉ុន្តែបើដែលទូរបស់យើងគាត់បើថាគាត់តស៊ូឈរថតតែកណ្ដាលថ្ងៃមិនត្រឹមតែមួយដែលនេះបងប្អូនគឺជាងថតគាត់ក្រាបហងលូនហងឲ្យតែបើរូបថតរបស់យើងរបស់កូនយើងស្អាតហើយមកដល់ទូរបស់យើងក៏មកណយដែរបងប្អូនគឺថាកាច់រៀនមិនឲ្យចាញ់ពូអ្នកជាងថតទេអញ្ចឹងខ្ញុំសូមកម្លាំងចិត្តពុកម៉ែបងប្អូនដល់គ្នាជួយមួយដែលទៅរបស់យើងផង
វគ្គនេះវគ្គកាច់ style អីណា fashion ជាមួយម៉ៅគេណាអីយ៉ាញាក់សាហាទេថាអីយ៉ាកាច់ style ម្លឹងពូក្មួយគេនេះយកទៅបិទរូបនៅណាហ្នឹងហ៎ពេលចាប់កម្មវិធីហើយគេថាពួកខ្ញុំហ្នឹងផ្លាស់កៅផ្លាស់អីណាដើម្បីបន្តដំណើរទៅដើរលេងទៀតនេះបងប្អូនដែរមើលប្រុសម៉ៅគេថាអត់ឲ្យម្លងទេសភាពទេគេថាគ្រប់ style តែម្ដងឲ្យម៉ាក់លីអ៊ីងនេះក្រាបផងលូតផងឲ្យតែរូបថតប្រុសម៉ៅចេញមកស្អាតបន្ទាប់ពីថតរូបខាងអីហើយគឺថាពួកខ្ញុំបន្តដំណើរទៅដើរលេងទៀតប៉ុន្តែគាត់ថាមិនទាន់ដល់ពាក់កណ្ដាលផ្លូវហើយគឺថាប្រុសម៉ៅខ្ញុំណាគេងលក់ចៅខ្ញុំបាទជីឡានជាមួយគ្នាមានទេគេងតែឯងតែគេលក់ទាំងអស់គ្នាណាញ៉ៃញ៉ៃពូដាក់តកងឡានគេងដែរឥឡូវហ្នឹងមកដើរលេងជុំគ្នាដើរដឹកមកមើលទេសភាពបងប្អូនណាមានទេប្រុសមកគេងចៅទេសភាពដ៏សែនស្អាតនេះបាទហើយគេទេសភាពវាឡើងស្អាតហ្នឹងមានតាំងពីភ្នំហងមានតាំងពីពពកក៏មើលទេសភាពឡើងត្រជាក់ភ្នែកហើយថ្ងៃនេះខ្ញុំមកដើរលេងនៅខាងកំពង់សាឡាបងប្អូនមកដល់កន្លែងជ្រក់ផ្លូវលបឿនលឿនកំពង់សាឡាខ្ញុំបត់ស្ដាំដៃទៅទ្រាំហាយជា7-8គីឡូគឺបានមកដល់លើនេះកន្លែងកសិដ្ឋានចិញ្ចឹមអូទ្រីសហើយនឹងជៀមយើងបត់ចូលទៅត្រង់រហូតទៅបងប្អូននេះផ្លូវក្រហមដែរផ្លូវអត់មានបបាក់អីបើស្រួលណាបងប្អូនក្រហមនៅចិត្តជើងភ្នំហ្នឹងក្រហមនៅចិត្តជើងភ្នំផ្លូវដីក្រហមចិត្តជើងភ្នំហ្នឹងបងប្អូនទៅត្រង់រហូតមកដល់ឡៃគាត់មកដល់ព្រាមគឺថាកូនពៅខ្ញុំរត់ទៅមុនគេជាមួយនឹងលីហៀងកូនពៅម៉ាក់លីអ៊ីងហ្នឹងតែម្ដងខ្ញុំរត់តាមអត់តាន់ទេនិយាយពីលឿនឲ្យបងប្អូនហើយត្រូវគ្នាណាស់នេះម្ដងព្រាមបានដាក់ចំណីឲ្យអូទ្រីសតែម្ដងឲ្យវាសបួរកន្លែងវាចាក់កូនណាចាប់ប្រប៉ែនៅខាងណាវិញមកជានៅណាខាងណាបងលើភ្នំវិញបងហ៎អូយើងជិះឡានទៅលើនោះវិញអាវិញមកឲ្យខ្ញុំតិចអាវិញអូយអាវិញណ៎អ៊ីឲ្យកណ៎អាវិញស្អីគេវិញអត់ដឹងទេអីអូយញ៉ាំហ៎អូយញ៉ាំអូមកកំាប់នេះអូនហ្នឹងញ៉ាំបានណាទៅញ៉ាំអីមិញទៅស៊ីអីហើយ បន្ទាប់ពីយើងលេងជាមួយអូទ្រីសហើយហើយយើងបន្តដំណើរទៅលេងជាមួយជៀមម្ដងជៀមនៅលើជើងភ្នំបងប្អូននៅចិត្តជើងភ្នំហើយយើងជិះឡានតែម៉ាក់លីអ៊ីងតែមួយទេខាងក្រោយវាថាកូនពៅខ្ញុំបានជិះពីក្រោយខ្ញុំថាសប្បាយអនណាគាត់ទៅលើថាបានជិះក្រៅវិញសប្បាយម៉ែមួយបានជិះក្រោយនេះយើងចេញដំណើរទៅមើលជៀមតមកបងប្អូនពូងៅបកាយលើកជើងហ៎អូយអើយអូយកូននេះកូនអូយបែបបានដល់អូឯងទៅជាមួយអត់ខ្ញុំទៅជាមួយអង្គុយហ្នឹងហើយអូយខ្មៅខ្ញុំទៅថ្ងៃនេះខ្មៅណាអូយដល់តែដល់ហើយជាមកទៅបានមើលជៀមទេបងប្អូននៅជាងដេញឡើងរោគអស់ហើយអត់បានមើលជៀមទេបងប្អូនអើយឥឡូវយើងចេញមកដល់កន្លែងក្នុងអទេសភ្លើងនេះវិញដើម្បីថតរូបចឹងណាហើយបើម៉ាក់លីអ៊ីងបងប្អូនហើយនេះបើរូបថតកូនស្អាតតែក៏មើលសក់ក្បាលម៉ែឡើងកត្រឹងតែម្ដងទៅមិនក៏ដោយអត់ទៅកូនស្អាតហើយបើកំពៅខ្ញុំវិញណាគេថតរាប់នេះថតទៅសំខាន់គេគូនេះបងប្អូនគេចេះគូគំនូគូអីណាណៃនេះមកពីមើលជៀមវិញហ៎ជុករត់ទេពូម៉ៅក៏ប្រអប់ក្មួយខំគូលបែកញើហ្នឹងនេះទ្រីបងគូអូទ្រីអូមិញមកមើលអូណែម៉ៅគេគូស្អាតគេមានផ្ទះគេមានផ្កាយរបស់គេចាបានក៏ជុករត់មែនទេតាមឈើមានស្វាយអូយគេគូគេទៅមកពីមើលកន្លែងអូទ្រីសនោះបងប្អូនមកដល់ភ្លាមគឺថាណែគេគូចេញហ៎គូអូទ្រីហ៎អត់ឆ្លាតណាគូអូទ្រីកូនអូទ្រីមែនតែអូទ្រីមែនគាត់ចាអូយកូនគេឆ្លាតជឿឡត់មែនណាអេ3ចុងបញ្ចប់វីដេអូសូមស្វីតតិចដែរបងប្អូនហើយក៏អរគុណបងប្អូនទាំងគ្នាសម្រាប់ការចូលមើលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនទាំងគ្នាជួបតែសំណាងល្អជួបតែមនុស្សល្អជួបតែរឿងល្អៗក្នុងជីវិតជោគជ័យ